រំថាខ្លួនឯងឡងនារីហ្មងពេលមកអង្គុយបត់ផ្កាឈូកអីណានេះបងប្អូនប៉ិតហ្នឹងអង្គុយបត់ផ្កាឈូកហ្នឹងគឺចាំទឹកទេដោយសារតែយប់មិញហ្នឹងមានការដាច់ទឹកតាំងយូរម៉ោងដែរបងប្អូនតាំងពីថ្ងៃរហូតដល់យប់ដល់អញ្ចឹងទៅមានធ្វើអាសាដាំបាយក៏មិនកើតធ្វើម្ហូបក៏មិនកើតឥឡូវមកបត់ផ្កាឈូកម្ដងផ្ទះបងប្អូនយប់មិញមានទឹកប្រហែលជាម៉ោងប៉ុន្មានបាទខ្ញុំវិញយប់មិញប្រហែលជាម៉ោង9ជាងបានមានទឹកវិញបងប្អូនបាទឆ្ងល់ហើយខ្ញុំឃើញតែជឹងសុំចេះបត់ផ្កាឈូកអីណាផ្កាឈូកហ្នឹងគឺខ្ញុំចេះបត់យូរឆ្នាំហើយប៉ុន្តែដែរបានចេញសមត្ថភាពទេក៏មិនសូវបានទិញផ្កាឈូកដាក់នៅផ្ទះប្រហែលដែរតែថ្ងៃនេះនឹកឃើញអីឃើញផ្កាឈូកល្អក៏ទិញយកមកដាក់ផ្ទះប្រហែលជា3តងខ្ញុំមកអង្គុយបត់ផ្កាឈូកអញ្ចឹងគឺខ្ញុំអត់ចេះធុញទេមានអារម្មណ៍ថាសប្បាយហើយរឿងក្រងផ្កាហ្នឹងតាំងពីតូចគឺចូលចិត្តណាស់ផ្កាឈូកហើយក៏នឹកឃើញថាមិនបាច់ធ្វើម្ហូបទេយប់ហ្នឹងហូបតែផ្លែឈើក៏បានដែរតែទឹកយប់មិញមកហ្នឹងគឺម៉ោង9ជាងបើធ្វើអីហូបទៀតស្រួលមក10ជាងអីមិនបានហូបវារៀងយប់ខ្លាំងពេកខ្ញុំក៏ចាប់ផ្ដើមចិត្តផ្លែឈើធ្វើតែធ្វើអីផឹកវិញបានតែផ្លែពោមួយផ្លែចេក2ហ្នឹងគឺរួចខ្លួនហើយនឹងមានក្រូចតិចតួចតែប៉ុន្តែខ្ញុំគឺជាមនុស្សជួយចិត្តហូបយប់ដែរបងប្អូនប៉ុន្តែព្យាយាមអត់ហូបយប់ទេដោយសារតែពេលហូបហើយគឺអត់សូវស្រួលក្នុងខ្លួនតែតឹងដៃតឹងជើងមានអារម្មណ៍ថាដូចអត់សនុកខ្លួនសោះចឹងទៅថ្ងៃនេះធ្វើផ្លែឈើហូបវិញវាបែបស្រាលសាររៀងយប់ជ្រៅដែរពេលយើងហូបហើយអត់មានចលនាអីច្រើនទេហូបហើយគឺចាប់ដើមទៅដេកហ្មងតែរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំប្រើផ្លែឈើមានផ្លែប៉ោមហើយនឹងក្រូចនឹងតែមកកញ្ចប់ចូលនឹងទៅតែបានសាកធ្វើហូបបែបហ្នឹងឯងបងប្អូនប៉ុន្តែពេលយើងហូបទៅមានអារម្មណ៍ថាឆ្ងាញ់មែនតែនតែហ្នឹងជួយតិចហើយអាផ្លែប៉ោមហ្នឹងគឺចាប់ដើមចេញមហិទ្ធិឫទ្ធិអញ្ចឹងទៅរត់តែឆ្ងាញ់ពងតែហូបសុកឃើញកញ្ចក់ខ្លួនឯងដោះទៅរៀងវែងដែរអញ្ចឹងហូបហើយក៏នឹកឃើញថាចង់ធ្វើកញ្ចក់មិនតិចកញ្ចក់ហ្នឹងនៅស្អាតទេបងប្អូនប៉ុន្តែវារៀងដោះវែងខ្លាំងអញ្ចឹងខ្ញុំកាត់ចោលខ្លះតាំងពីធ្វើកញ្ចក់ហ្នឹងមកដូចជាចិត្តពីតែដែរអញ្ចឹងដល់ពេលដល់វេលាគ្នាដល់ត្រូវដូរពណ៌ចេញហើយកញ្ចក់ចែលនៅរៀងស្អាតដែរអញ្ចឹងខ្ញុំគ្រាន់តែកាត់ចេញឲ្យសេរីរុះតិចទៅលាបបានម្ដងទៀតហើយសរុបកញ្ចក់ហ្នឹងទៅតាំងពីតចែលមកគឺលាបបាន3ដងដូរពណ៌គ្នារហូតតែសើមែនតើអត់មានលបើកមានលបកអីមិនតិចទេនៅស្អាតដដែលហើយពេលរុះហើយហ្នឹងគឺអត់ដឹងថាលាបពណ៌អីទេបងប្អូនហើយអូយមនុស្សស្រីយើងក៏ទៅដូចវេទនាដល់ហើយកញ្ចក់នៅផ្ទះហើយក៏មិនដឹងថាលាបពណ៌អីទៀតបើថាទៅជាងវិញគឺរើសរាប់ម៉ោងធំតាសម្រាប់ចិត្តថាលាបពណ៌អីរុះបដាកំពុងតែគិតបដាថាគួរតែលាបពណ៌អីពណ៌ក្រហមឬមួយពណ៌រៀងសែលម្ដងទៀតឃើញថាពណ៌សែលហ្នឹងខ្ញុំលាបប្រហែលជា2 3ដងហើយអញ្ចឹងខ្ញុំចង់បដូរពណ៌ម្ដងអញ្ចឹងនឹកឃើញរឿងពណ៌ក្រហមតែពណ៌ក្រហមដាក់ទៅដូចរៀងក្រហមខ្លាំងពេកអញ្ចឹងទៅខ្ជិះមិនឆ្ងាយពីពណ៌ស្រាលទេបងប្អូនហើយអញ្ចឹងថ្ងៃនេះលាបពណ៌ស្រាលទៀតហើយលាបពណ៌រៀងបែបសាច់ខ្ញុំរឿងធ្វើកញ្ចក់នេះមួយគឺសូនសាញ់យូរជាងគេហ្នឹងគឺរើសពណ៌កញ្ចក់អត់ដឹងថាលាបពណ៌អីសោះទៅជាងកណ្ដងបងមួយឆ្នាំកញ្ចក់របស់ខ្ញុំហ្នឹងមានប្រហែលជា10ពណ៌ជាងប៉ុន្តែពេញចិត្តតែ2ពណ៌ទេពេលអញ្ចឹងទៅរត់តែពិបាកសម្រេចចិត្តតាំងពីចេះធ្វើកញ្ចក់មកកញ្ចក់មិនដែលមានត្បូងមានអីលើកញ្ចក់ញ៉ៃញ៉ៃមិនទេបងប្អូនបើបិទត្បូងបិទអីវិញមិនដែលទុកបាន2ថ្ងៃទេគឺដោះចោលខ្ទេចអត់ចេះនៅទេចង់លេងកញ្ចក់ដាក់ត្បូងនៅអីដែរឃើញបងអូនស្រីៗយើងពេលលេងត្បូងឃើញស្អាតប៉ុន្តែខ្លួនឯងនេះមិនចេះនៅទេពេលលេបកញ្ចក់ហើយមានអារម្មណ៍ថាកញ្ចក់ដៃរៀងស្លេកខ្លាំងពេកអញ្ចឹងក៏ខ្សាក់គូផ្លែឈើរីផ្លែឈើរីខ្ញុំមើលមួយផ្លែទៅបងប្អូនគឺដូចបែបប៉ោងអញ្ចឹងសារតែអត់មានពណ៌ខ្មៅអញ្ចឹងទៅរៀងអត់សូវតំណងទេតែបងប្អូន cherry ខ្ញុំស្អាតអត់គូច្រើនទេគូតែមួយទេគូច្រើនពេកខ្លាចជីងស្កាសវិញ